រៀនរឿងវិទ្យាយូរតិចអត់ដឹងថាកំពុងចាញ់បោកគ្រូរូបគ្រូរូបថាស្រួលណាស្រួលណាគាត់មកកំភ្លឹងអានេះមិនតាន់ស្រង់មកអស់នៅមានពេអីមានច្រើនទៀតអញ្ចឹងកន្លែងហ្នឹងគ្រូយកតែ4 5មកហើយយើងនឹងមើលថាតើរូបមន្តនេះឈ្មោះអីគេហើយរៀននៅថ្នាក់ទីប៉ុន្មានតោះទី1ស្មើ v បូក re អញ្ចឹងអាហ្នឹងគឺជាកម្លាំងអគ្គិសនីចលករនៃជានេតាកម្លាំងអគ្គិសនីចលករហ៊ូសេកាត់ណាចលករអាហ្នឹងប្រើនៅទី11បងប្អូនទី11បានមានណាច្បាប់អូមអីគឺប្រើហ្នឹងតាមពិតរូបមន្តដើម v ស្មើដល់ re តែយើងទាញមកស្មើប៉ុណ្ណេះហ្នឹងគឺកម្លាំងអគ្គិសនីចលករនៃជានេតាស្មើអីលើគុយអុយលើដេឬក៏ v លើដេការគុយ cr ការ៉េនេះគឺដែនអគ្គិសនីទី11ដែរបាក់មែនតើបងប្អូនរូបមន្តច្រើននៅទី11ដែនអគ្គិសនីបើយើងអត់ខំរៀនពីទី11ទេគឺទី12បាយនេះអានេះចូលដល់ទី12ស្មើដល់ n delta phi លើ delta t ហ្នឹងគឺច្បាប់ Faraday គឺជាកម្លាំងអគ្គិសនីចលករដែរបាទអញ្ចឹងអាហ្នឹងគេឲ្យឈ្មោះថាច្បាប់ Faraday ណាគ្រូសុំសេឈ្មោះតិចឲ្យគ្នាយើងចាំឮឲ្យហើយទៅបងប្អូន7 8ក៏ស្ដាប់ឲ្យហើយទៅ Faraday ណាអត់តែមានរ៉ែមរួលដែនមកបន្តិចគឺបង្កើតបានទៅជាកម្លាំងអគ្គិសនីចលករហ្នឹងហើយច្បាប់ Faraday law អូខេតោះមួយទៀតស្មើ v bl sin theta វាទាញចេញពីរូបមន្តច្បាប់ Faraday នឹងដែរប៉ុន្តែជារបាផ្លាស់ទីហើយស្ថិតនៅក្នុងដែនអញ្ចឹងពេលវាផ្លាស់ទីលើ circuit បិទហើយស្ថិតនៅក្នុងដែនវាបង្កើតបានទៅជាកម្លាំងអគ្គិសនីចលករដែរអញ្ចឹងគ្រូសូមដាក់ថារបាផ្លាស់ទីហ្មងទៅរបាផ្លាស់ទីក្នុងដែនមកញ៉ៃតិចបងប្អូនដែនមកញ៉ៃតិចហើយជាប់ដោយ circuit បិទណាមានហើយអូខេតោះមកញ៉ៃតិចអញ្ចឹងទី12បានយើងរៀនណានៅចំពោះចុងក្រោយហើយមេរៀនទី2អញ្ចឹងវាតាក់ទងគ្នាបើយើងចេះអានេះមកស្រាយបន្តិចចេញប៉ុណ្ណឹងហើយតោះឥឡូវនេះចុងក្រោយគេណាបងប្អូនទី7ក៏ឆ្លើយបានរហូតដល់ទី12ព្រោះហ្នឹងយើងរៀនតាំងទី7នេះយើងមើលស្មើពេគុណតេពេអានុភាពតេរយៈពេលអញ្ចឹងសាកខមមិនអ្នកមួយម្លែកគ្នាយើងភ្លេចណារៀនតាំងពីទី7រហូតដល់ទី12អញ្ចឹងអានេះគ្រាន់តែជារូបមន្តនិងឈ្មោះរបស់វាហើយនឹងថ្នាក់ដែលយើងធ្លាប់រៀនកន្លងមកហើយបងប្អូនចង់បានលំហាត់បំពន់ទៅលើលំហាត់មេរៀនមួយ complete start up សាខាទី10ស្ទឹងកញ្ជ័យម្ដុំលូ5សូមអរគុណ